ta ca vay cô nó biết thử đây rồi có hay cô từ tôi lại bàn ấy không việc rồi cho nên là chập đam squall យ៉ាងហោចណាស់ក៏ទៅសាយធូបទូចមួយអីដែរជំរាបសួរប៉ាម៉ាក់ទាំងអស់គ្នាចាស្វាគមន៍មកកាន់ម៉ាក់ប៉ា Talks EP ទី10ចានេះខ្ញុំសមតាខ្ញុំជួមម៉ាចា10 EP ហីបងមិនដែររលូនជាងមុនហ្នឹងណានិយាយនៅបាត់ភ័យនៅភ័យអត់មានភ័យអីបងគ្រាន់តែនិយាយអត់ចេញចាអត់ដែរភ័យតែគ្រាន់តែនិយាយអត់ចេញចាតសើទេតសើថាបើកែចាព្រោះគាត់អត់ដែរនិយាយអីពីមុនមកទេដល់ពេលហើយ podcast លើកទី1ឥឡូវនេះដល់ EP 10ហើយវែងឆ្ងាយហើយក៏សង្ឃឹមថានឹងមានជាបន្តទៀតដោយសារតែមានការគាំទ្រពីបងប្អូនទាំងអស់គ្នាចាអញ្ចឹងជាដំបូងនេះសូមឲ្យជួយចុច share ណោះបងហើយនឹងចុច follow page ដើម្បីឲ្យមានកម្លាំងចិត្តបន្ត EP ជាបន្តទៀតចាអញ្ចឹងនៅក្នុងEP ទី10នេះគឺយើងចូលមកកាន់ប្រធានបទរបស់យើងនៅក្នុងសប្តាហ៍នេះយើងនិយាយពីក្តៅកគុកទៅដែរយើងដាក់ទោសកូនរបៀបម៉េចពេលគាត់ធ្វើខុសណានិយាយពីការវាយមែនទេបងហ្នឹងហើយតែយើងមាន specific សម្រាប់កូនយើងខំសុំនឹងឆ្នាំមកបងចាបើកមុំកញ្ចក់គឺសម្រាប់តែពីកូន0ខែដល់3ឆ្នាំទេតាមបទពិសោធន៍របស់យើងព្រោះថាយើងមិនមែនជាអ្នកឯកទេសប៉ុន្តែជាប៉ាម៉ាក់ពិតប្រាកដជាប៉ាម៉ាក់លើកទី1ប៉ាម៉ាក់ថ្មីថ្មងមានកូន1ហើយដែលគាត់អាយុ3ឆ្នាំចាហ្នឹងហើយអញ្ចឹងយើងនឹងមកជជែកគ្នាចែករំលែកបទពិសោធន៍ក៏ដូចជាតាមអ្វីដែលយើងស្រាវជ្រាវមកខ្លះជំនួសឲ្យប៉ាម៉ាក់មួយចំនួនដែលគាត់រវល់ណាបងគាត់បានមើលគាត់អាចស្ដាប់លេងបានហ្នឹងហើយចាហ្នឹងហើយអញ្ចឹងព័ត៌មានខ្លះមានត្រូវមានខុសអីអញ្ចឹងទៅតាមរយៈពិតប្រកបពីពួកយើងទាំងពីរនាក់ចាអញ្ចឹងយើងនិយាយអំពីតើការវាយកូនហ្នឹងពី0ខែដល់3ឆ្នាំហ្នឹងត្រូវដែរឬក៏អត់ត្រូវវាយកូនត្រូវចាគឺកូនអ្នកត្រូវកូនឈឺហ្នឹងហើយបងដែរវាយកូនអត់តាំងទូចមកដែរវាយកូនតាំងពី0អត់ដែរបងអត់ដែរមែនអត់ដែរអូចាអត់ដែរមែនតាចាធ្វើបានល្អត្រូវហើយព្រោះនេះគឺដែលសួរនេះមកន័យថាវាជារឿងមួយដែលមិនងាយណានៅក្នុងការអត់វាយកូនឬក៏អត់ស្ដីឲ្យកូនណាព្រោះកូនកាន់តែលពឹសគឺកាន់តែទប់អត់បានដែរពេលខ្លះយើងជាពុកម្ដាយហ្នឹងចាហើយមួយវិញទៀតគឺដោយសារតែយើងនិយាយទៅជំនាន់យើងទាំងអស់យើងធំមកដោយការថ្នមថ្នាក់ជាមួយនឹងពាត់ហ្នឹងហើយគឺសិតតែត្រូវមកហើយមិនថាជាការវាយការស្ដីឲ្យអីទេដែលយើងជាប់ជាមួយនឹង culture ហ្នឹងតាំងពីដើមមកថាបើសិនជាមិនវាយមិនស្ដីឲ្យមិនណែនាំអត់ទេមិនណែនាំទេនិយាយតែពីវាយស្ដីឲ្យឯងគឺយើងនឹងអត់ខ្លាយទៅជាមនុស្សល្អហ្នឹងហើយជំនាន់ហ្នឹងជំនាន់យើងណាមកទទួលបានមនុស្សគ្រប់គ្នាជំនាន់យើងគឺទទួលបានបែបហ្នឹងពីឪពុកម្ដាយយើងហើយក៏សុំទោសបានន័យថាមិនមែនជាការបន្ទោសឬក៏ complete អីទេប៉ុន្តែគ្រាន់តែយើងចង់លើកនេះយើងចង់និយាយថារបៀបក្នុងការធ្វើជាមួយកូននៅក្នុងសម័យកាលនេះចាបាទដោយសារយើងឆ្ងល់ហើយយើងក៏ហើយវាក៏ជាវិធីសាស្ត្រមួយដែលពេលដែលខឹងពេលដែលមួម៉ៅពេលដែលអស់កម្លាំងហ្នឹងគឺយើងត្រូវការបញ្ចេញហើយអញ្ចឹងពេលខ្លះខ្ញុំជឿថាទាំងអស់គ្នាប៉ាម៉ាក់ទាំងគ្នាអត់មានអ្នកណាគេចង់ឲ្យកូនឈឺទេហើយភាគច្រើនវាយហើយបើសិនជាវាយហើយពេលយប់ពេលកូនគេងលក់បាត់ហ្នឹងគឺដឹងកំហុសខ្លួនឯងហើយទៅសុំទោសកូនពេលកូនគេងលក់ណាសុំទោសហ្នឹងហ្នឹងម៉ាមីកាចតិចហើយម៉ាមីជ្រុលតិចហើយអញ្ចឹងណាអញ្ចឹងអាទាំងអស់ហ្នឹងគឺវាជាចម្ងល់មួយដែលធ្វើឲ្យយើងឆ្ងល់ហើយស្រាវជ្រាវហើយក៏បង្កើតជាប្រធានបទនៅក្នុង EP នេះគឺថាតើការវាយកូនហ្នឹងវាត្រូវដែរឬក៏អត់ហើយកូនទទួលបានអីខ្លះចាហើយបន្ទាប់ពីយើងស្រាវជ្រាវទៅយើងក៏បានចម្លើយមួយចំនួនដែរណាបងចាពងពេញទៅពឹសចាពងនឹងអាចដូចថាភាគរយច្រើនដែលគាត់នឹងត្រូវរំពាត់ក្នុងវ័យនេះភាគរយច្រើនដែលចាប់ផ្ដើមស្គាល់យ៉ាងហោចណាស់ក៏ទៅសាយធូបទូចមួយអីដែរចាអញ្ចឹងបើនិយាយទៅគឺយើងបែងចែកចេញជា2ណាបងជា discipline ហើយនឹង punishment អញ្ចឹងពីរហ្នឹងគឺអត់ដូចគ្នា discipline គឺបានន័យថាបង្រៀនយើងណែនាំយើង guide
ចាហើយដល់ពេល punishment គឺជាការដាក់ទោសធ្វើឲ្យគាត់ភ័យដាក់ទោសតាមវិធីណាមួយដូចយើងបាននិយាយពីមុនយើងដូចជាការវាចូលជាមួយនឹងការវាយការស្រែកខ្លាំងៗទប់អត់ជាប់អីហ្នឹងស្ដីឲ្យចឹងទៅចាអញ្ចឹងយើងមកដឹងពីគោលបំណងនៃការចិញ្ចឹមកូនយើងទាំងអស់គ្នាអត់មែនចង់ចិញ្ចឹមកូនដើម្បីឲ្យកូនខ្លាចយើងទេប៉ុន្តែគឺយើងចិញ្ចឹមកូនដើម្បីឲ្យកូនហ្នឹងគាត់ចេះគ្រប់គ្រងខ្លួនគាត់នឹងឯងនៅពេលដែលកុំឲ្យដូចថាធ្វើអីជ្រុលជ្រុះអីអញ្ចឹងចាអញ្ចឹងគួរក្បាលកូនបើយើងមកសិក្សាបន្ថែមទៀតឲ្យច្បាស់ដើម្បីឲ្យយល់ពីកូនគឺយើងមកត្រូវមកដឹងពីគួរក្បាលកូនវិញនៅពេលដែលគាត់ទទួលរងនឹងការវាយឬក៏ការស្ដីឲ្យពីឪពុកម្ដាយតើគាត់នឹងបានអីខ្លះចាបាទហើយជាទូទៅនៅពេលដែលយើងអានេះតាមការបទពិសោធន៍យើងខ្លះហើយក៏យើងបានស្រាវជ្រាវខ្លះចាយើងឃើញថាគេបានទៅសេហើយក៏ហ្នឹងហើយវាជាការពិតដែរពេលដែលយើងវាយគាត់ភាគច្រើនគាត់យើងស្រែកដាក់ឲ្យគាត់ហ្នឹងគឺក្មេងៗគាត់បាត់បង់គេហៅអារម្មណ៍របស់គាត់ដូចគេហៅគូក្បាលខាងផ្នែកហេតុផលបើន័យថានៅពេលដែលយើងវាយយើងស្ដីឲ្យណាអ្វីដែលគាត់ទទួលបានគឺភ័យគាត់ខ្លាចគឺខ្លាចហើយណាមកពេលហ្នឹងអញ្ចឹងគូក្បាលគាត់នៅពេលដែលភ័យអាគូក្បាលខាងភ័យហ្នឹងគឺនាំមុខខាងផ្នែក logic ហើយអញ្ចឹងគាត់អត់បានប្រើប្រាស់អាគូក្បាលមួយជាហៀងទៀតដែលជាផ្នែកខាងហេតុផលវិនិច្ឆ័យអ្វីត្រូវអ្វីខុសទេអញ្ចឹងគាត់អត់មានបានទទួលបាននៅអត្ថប្រយោជន៍ទេភ័យគាត់ឲ្យយើងទៅគាត់ត្រូវប្រឈប់អាការគិតរកហេតុផលថាល្អឬក៏អាក្រក់អញ្ចឹងទើបបានគេនិយាយថាអារម្មណ៍របស់គាត់អាចគិតមិនបានល្អនៅសម្រាប់ហេតុផលផ្សេងៗដែលគាត់បានធ្វើហើយហ្នឹងហើយហើយមួយទៀតពាក់ព័ន្ធជាមួយនឹងទំនុកចិត្តរបស់គាត់នៅពេលដែលយើងចូលចិត្តស្រែកចូលចិត្តវាយគាត់ចាប់ផ្ដើមគិតលេខដឹងថាអ្វីខុសអ្វីត្រូវវាខុសឲ្យត្រូវហើយមួយទៀតគាត់ដឹងថាតាខុសគឺវាយឧទាហរណ៍អញ្ចឹងគាត់ឈឺគាត់អត់លែងហ៊ានធ្វើបណ្ដោយអាលែងហ៊ានធ្វើហ្នឹងហើយគាត់បាត់បង់ទំនុកចិត្តខ្លួនឯងទំនួលខុសត្រូវរបស់គាត់ហ្នឹងហើយបាទចាហើយអាហ្នឹងមានន័យថាប៉ះពាល់ទៅលើ self esteem របស់គាត់ហើយនឹងអារម្មណ៍គាត់អាច control ខ្លួនឯងបានទេគាត់និយាយទៅគាត់អត់ដឹងណាធម្មតាតែយើងតែកូនតែយើងមនុស្សធំតែយើងត្រូវគេស្ដីឲ្យក៏យើងវិញប្រន់ហ្នឹងមែនទេត្រូវទេបងចាហ្នឹងហើយអញ្ចឹងដូចគ្នាទៅលើកូនក្មេងហើយមួយទៀតគឺទំនាក់ទំនងជាមួយនឹងឪពុកម្ដាយហ្នឹងគឺនឹងធ្វើឲ្យគាត់យូរទៅគាត់ខ្លាចគាត់រអាលែងហ៊ានមកចិត្តធ្វើអីទៅលាក់ធ្វើខុសគឺលាក់ឲ្យព្រោះខ្លាចត្រូវគាត់អីហ្នឹងគឺច្បាស់ណាស់ហ្នឹងចាមួយទៀតនោះគឺគាត់នឹងអាចបង្កើតនៅអាកប្បកិរិយាបែបហ្នឹងគាត់ copy យើងហ្នឹងនិយាយទៅបើយើងស្ដីឲ្យគាត់នឹងខ្លាចទៅជាមនុស្សឆេវឆាយគាត់អាចនឹងស្ដីឲ្យគេបន្តទៀតនៅពេលដែលគេធ្វើអត់ត្រូវចិត្តគាត់និយាយទៅតែយើងកាចទៅគាត់កាចទៅតហើយបើយើងវាយគាត់ទៅគាត់នឹងបន្តដូចនិយាយទៅសុំតមិនមែនថាជំនាន់ប៉ាម៉ាក់ឯងប៉ុន្តែវាគឺជារឿងពិតជាក់ស្ដែងដែលជំនាន់យើងទាំងអស់គ្នាធំឡើងគឺអត់មានអ្នកណាគេចផុតពីរំពាត់ទេអញ្ចឹងវាធ្វើឲ្យប៉ាម៉ាក់ជំនាន់ថ្មីហ្នឹងពេលខ្លះគាត់អត់ដឹងថាគួរតែប្រើវិធីសាស្ត្រណាក្រៅពីរំពាត់នឹងដូចគ្នាអញ្ចឹងបើយើងចង់ប្រឈប់ហេតុការណ៍ហ្នឹងគឺតើតែប្រឈប់ត្រឹមយើងចាហើយក៏សង្ឃឹមថានឹងអនុវត្តទៅបានត្រូវយើងក៏អត់ដឹងព្រោះបើនិយាយច្បាស់ទៅតាមដែលយើងresearch មកច្រើនអត់មានឯកសារណាអត់មានប្រភពណាដែលថាវាយកូននឹងមានផលល្អគេថាអត់មានហ្មងហ្នឹងហើយចាយើងព្យាយាមរកថាតើវាអាចមានខ្លះឬអត់អញ្ចឹងណាតែអត់មានទេគឺមានបើសិនជាវាយគាត់ភ័យគឺគាត់នឹងឈប់គាត់នឹងស្ដាប់យើងមែនពេលហ្នឹងប៉ុន្តែសូមប៉ាម៉ាក់ដឹងថាវាគ្រាន់តែជាអារម្មណ៍បណ្ដោះអាសន្នរបស់កូនទេវាអត់មានបានបង្រៀនកូនយើងអីពីហេតុការណ៍ហ្នឹងទេសម្រាប់អត្ថប្រយោជន៍ long term អត្ថប្រយោជន៍ពេលវែងគឺអត់មានទេនិយាយថាអត់មានសោះតែម្ដងអញ្ចឹងប៉ាម៉ាក់ជំនាន់ថ្មីនេះគឺគាត់ challenge ខ្លាំងក្មេងជំនាន់នេះកាន់តែលពឹសជាងមុនកាន់តែចេះជាងមុនចាកាន់តែចង់ដឹងចង់លឺច្រើនជាងមុនហើយយើងក៏កាន់តែចិត្តធ្ងន់ច្រើនជាងមុនទៀតនិយាយទៅគឺវឹកហាត់ធ្វើម៉េចឲ្យខ្លួនឯងកូនកាន់តែឡើងយើងកាន់តែចុះកាន់តែទៀតធ្វើឲ្យបានតែមិនងាយណាបងយើងក៏ធ្វើអត់បានដែរពេលអានេះយើងនិយាយពេលកូនយើងនៅ3ឆ្នាំចាចឹងក៏សុំបត់ពិសោធន៍ពីប៉ាម៉ាក់ដែលគាត់មានកូនលើស3ឆ្នាំហើយនឹងមិនមែនមានកូនតែមួយទេអ្នកខ្លះ2 3អីចឹងណាយើង
ទប់អត់ជាប់ទេហ្នឹងអារម្មណ៍អត់មានអីវាស់បានណាវាជាអីដែលយើងអាចវាស់បានអូខេអញ្ចឹងបើសួរពីដំណោះស្រាយវិញថាអញ្ចឹងយើងគួរដាក់ទោសកូនរបៀបម៉េចនៅពេលដែលកូនធ្វើខុសពេលដែលគាត់អាយុពី0ខែទៅ2ឆ្នាំ2 ឬ3ឆ្នាំឬក៏3ឆ្នាំហ្នឹងតើយើងគួរធ្វើម៉េចវិញដែលសឹងតែជាវិធីដែលពួកយើងស្រាវជ្រាវហើយនឹងអនុវត្តខ្លួនឯងដូចគ្នាហើយក៏សិតតែជាវិធីដែលអត់ងាយដូចគ្នាពិបាកគឺយើងធ្វើផ្ទុយពីអារម្មណ៍ណាអាចនិយាយថាសម្ដែងក៏បានដែរសម្ដែងមុខកូនដើម្បីឲ្យបាននៅអីដែលយើងចង់បរៀនកូនឲ្យកូនទទួលបានអត្ថប្រយោជន៍អញ្ចឹងលើកឧទាហរណ៍យើងមាន3ចំណុចទី1គឺយើងអាចកែតម្រូវផ្លូវដែលគាត់មួម៉ៅនឹងបានដូចជាឧទាហរណ៍ថាគាត់វ័យនេះគឺអត់មានអីក្រៅពីអត់ពេញចិត្តអីគឺបោះចោលហ្មងអីនៅមុខគឺបោះចោលមែនទេចាប់ហើយបោះត្រូវទេបងត្រូវអានោះមួយហើយពេលដែលបោះពុបខ្ញុំចង់ឈែពីបទពិសោធន៍បន្តខ្លួននៅពេលដែលកូនបោះអីវ៉ាន់ចោលមិនថាអីវ៉ាន់យើងឬក៏អីវ៉ាន់កូននេះអារម្មណ៍យើងភ្លាមហ្នឹងគឺក្តៅឆេវហ្មងហើយបើសិនជាអាច express ចេញទៅភ្លាមគឺអត់មានអីក្រៅពីវាយទេជឿហើយនឹងស្រែកឲ្យកូនមិនបានបោះចឹងឃើញខូចអស់អីចឹងទៅអញ្ចឹងតាមការស្រាវជ្រាវគឺនៅពេលដែលកូនបោះធ្វើមិនយើងទៅឲ្យលឿនទៅឲ្យតាន់ចាប់ដៃគាត់ចាប់លើកទី1អត់បានចាប់លើកទី2គឺគ្រាន់តែចាប់ហើយមិនបាច់និយាយអីទាំងអស់ចាប់ទុកហើយគេឲ្យធ្វើអញ្ចឹងរហូតហើយមិនមែនតែម្ដងពីរដងនឹងឃើញផលទេគេថាឲ្យព្យាយាមធ្វើឲ្យយូរទៅនឹងចាប់ផ្ដើមឃើញប្លែកម្ដងបន្តិចកូនចាប់ផ្ដើមដឹងថាអូបោះអត់បានអូបោះទៅគឺអត់ត្រូវអាហ្នឹងកាលនេះគាត់អត់បោះទៅដល់ចុះកាលនេះគាត់បោះទៅបែកខ្ចាយហើយនឹងទៅត្រូវប្របួលគាត់យើងហើយនឹងគាត់ទៅសម្អាតកន្លែងហ្នឹងមួយគ្នាឲ្យបែបលក្ខណៈបរិយាកាសបែបកំតឹងតែងពេកតោះមកកូនឯងធ្វើនឹងបែកតោះទៅសម្អាតមួយគ្នាកូនឯងធ្វើនឹងកពុបមកយកកណាត់មកជូតអញ្ចឹងឲ្យគាត់ដឹងថាគាត់ធ្វើកពុបហើយគាត់អ្នកត្រូវមកជូតអញ្ចឹងលើកក្រោយពេលខ្លះគាត់អត់ចង់គាត់ខ្ជិលមុនគាត់ធ្វើកពុបគាត់ដឹងថាអូតាកពុបគាត់អ្នកត្រូវតែមកជូតអញ្ចឹងណាកុំគាត់ទទួលគាត់ត្រូវខ្លួនឯងព្រៀងចាតែមិនមកផ្លែតម្ដងពីរដងឃើញផលទេពេលខ្លះយើងធ្វើអញ្ចឹងម្ដងពីរដងហើយយើងអត់ឃើញផលយើងឈប់ហ្នឹងក៏អត់បានដែរគឺត្រូវបន្តធ្វើរហូតនិយាយចំគឺអត់មកខ្លះហ្មងចាហ្នឹងហើយបន្តតែវិធីសាស្ត្រនេះវាថាណែគឺជាអ្វីដែលជំនួសដោយការវាយឬស្រែកនឹងឯងហ្នឹងហើយតែមិនអត់ចប់ណាមានទីមានទៀតហ្នឹងទី2ចាដូចជាមានមួយទៀតហ្នឹងគឺនិយាយបែបខ្លីៗហើយកុំសម្លុតកុំប្រើពាក្យសម្លុតនិយាយទៅធွာក្តៅគឺអត់មានហ្មងដកចេញហ្មងធွာក្តៅគឺអត់មានទេអត់បានទេវានិយាយវាថានិយាយមួយខ្ញុំអត់ដឹងថាខ្ញុំក៏អត់សូវប្រកែប៉ុន្តែខ្ញុំឃើញគាត់ធ្វើនិយាយបែបស្ដាប់ទៅរបៀបមួយប៉ុន្តែច្បាស់មួយតែច្បាស់ហើយនឹងមួយទៀតតិចនិចមួយទៀតគេឲ្យយើងដូរថូនសំឡេងយើងវាមាន2-3កលៈ2-3 level យើងមាន level ធម្មតា level ខឹងខ្លាំង level សប្បាយចិត្តអីចឹងណាមនុស្សយើងអ្នកខ្លះស្ដាប់តែសំឡេងគេដឹងហើយថាយើងមិនអីចឹងណាបងអញ្ចឹងជាមួយនឹងកូនគឺយើងចាប់ផ្ដើមធ្វើកន្លែងហ្នឹងឲ្យកូនគាត់រៀនយល់ថាអូខេនៅពេលដែលយើងប្រើសំឡេង tone បែបទាបតែមួយច្បាស់គឺពេលហ្នឹងហើយយើងអត់សប្បាយចិត្តយើងខឹងតែយើងអត់គ្រាន់តែថាយើងជៀសពីអា tone ទាបហ្នឹងយើងអត់ទៅជាស្រែកឡើងឲ្យខ្ពស់យើងប្រើថូនទាបវិញហើយយើងប្រាប់ពីអារម្មណ៍របស់យើងថាកូនធ្វើអញ្ចឹងម៉ែអត់សុបាយចិត្តទេណាឧទាហរណ៍ដូចគាត់វាយឬក៏ដូចកូនវាយពេលវាយយើងផាំងមកដៃអាហ្នឹងគឺកើតឡើងគ្រប់គ្នាវាយបោចសក់ដោយសារតែគាត់អត់ដឹងថាគាត់ត្រូវធ្វើអីក្មេងគាត់អាច control ខ្លួនឯងបានអញ្ចឹងគឺគាត់អាការ express របស់គាត់ហ្នឹងគឺមានតែមួយឯងផាំងអីមកលើយើងអញ្ចឹងចាប់ដៃគាត់ហើយប្រាប់គាត់ថាម៉ាក់ឈឺកូនកុំវាយអញ្ចឹងម៉ាក់អត់សុបាយចិត្តទេប៉ុន្តែមិនមែនញញឹមទេណាហើយក៏មិនមែនកញ្ញើដែរតែគ្រាន់តែទម្លាក់ឲ្យវាខុសពីអីដែលធម្មតាឲ្យកូនគាត់ notice ធ្វើអញ្ចឹងយូរទៅអ្វីដែលពួកយើងអនុវត្តផ្ទាល់ខ្ញុំឃើញនៅលើកូនមកខ្ញុំផ្ទាល់នេះគាត់ចាប់ផ្ដើមចេះ notice អារម្មណ៍ហើយនៅពេលដែលគាត់ច្រឡំវាយប្រហែលជាអត់ដល់10 second ទេម៉ាមីសុំទោសខ្លួនឯងហ្មងដែលយើងអត់ចាំបាច់ប្រាប់ថាកូនវាយអញ្ចឹងខុសហើយត្រូវសុំទោសណាតែវាយអញ្ចឹងគឺត្រូវសុំទោសអាហ្នឹងគឺ
ដូចយើងទៅបខំឲ្យគាត់ធ្វើអញ្ចឹងគាត់ធ្វើដោយអត់ដឹងហេតុផលតែនៅពេលដែលយើងប្រាប់គាត់ថាយើងអត់សប្បាយចិត្តវាយអញ្ចឹងឈឺម៉ាមីអត់សប្បាយចិត្តទេគាត់របៀបរំញួយខ្លួនឯងហើយគាត់ប្រើពាក្យថាអូនសុំទោសចា ต้องใช้เกี่ยวกับวิธีการกดกดมือแผล ចាហើយឲ្យគាត់ប្រើអាខួរក្បាល logic របស់គាត់ reflect មកវិញថាគាត់ត្រូវដោះស្រាយបញ្ហាហ្នឹងវាមិនចាតែមិនតែពេលឃើញអញ្ចឹងសុបាយចិត្តទេសុបាយចិត្តចឹងដែរតែក៏មិនរាល់ដងទេ សុំទោសនោះជឿទៅពួកខ្ញុំសុំទោសគាត់តរហូតណាភាគច្រើនខ្ញុំ យើងសុំទោសកូន អញ្ចឹងខ្ញុំសុំទោសគាត់សុំទោសកូនខ្ញុំគិតថាកន្លែងហ្នឹងប្រហែលគាត់រៀនតាមខ្ញុំក៏ភ្ញាក់ដែរគាត់សុំទោសម៉ាមីផាំងអញ្ចឹងគាត់ច្រឡំដៃហើយគាត់ថាម៉ាមីអូនសុំទោសបើខ្ញុំឆ្ងល់ដែរហើយបានគាត់អត់វាយខ្ញុំពេលខ្ញុំចង់ចំណែនទៀតបានថាសម្រាប់ខ្ញុំគិតថាប្រហែលគាត់ស្និទ្ធជាមួយម៉ាមីហើយគាត់មានអារម្មណ៍ថាគាត់មួយម៉ាមីគាត់ interact គ្នាបានល្អណាដល់អញ្ចឹងបានគាត់ពេលខ្លះគាត់ធ្លោយទៅមួយម៉ាមីហើយគាត់វាយម៉ាមីអាការវាយម៉ាមីខ្ញុំជឿថាមិនមែនគាត់ប្រហើនមួយម៉ាមីទេសម្រាប់ខ្ញុំគិតថាគាត់ស្និទ្ធជាមួយអ្នកណាបែរគាត់ធ្វើដាក់អ្នកហ្នឹងទុកចិត្តណាគាត់ទុកចិត្តហ្នឹងហើយតែគាត់ទុកចិត្តហើយគឺគាត់ហ៊ានបញ្ចេញនៅអារម្មណ៍របស់គាត់អញ្ចឹងនៅពេលដែលយើងនៅពេលដែលកូនហ៊ានបញ្ចេញនៅអារម្មណ៍សូមកុំខឹងដោយពេលគាត់វាយអញ្ចឹងគឺត្រូវមានអារម្មណ៍ថាយ៉ាព្រោះកូនអត់អាចទៅវាយអ្នកផ្សេងបានទៅវាយអ្នកផ្សេងគេវាយវិញធ្វើម៉េចអូខេទទួលយកហើយគ្រាន់តែប្រាប់គាត់ទៅថាពេលដែលគាត់ធ្វើចឹងដាក់យើងអារម្មណ៍មិនមានអារម្មណ៍មិនជាមួយគាត់ចឹងទៅណាហើយយើងនិយាយត្រង់អានេះអីដែលពួកខ្ញុំអនុវត្តខ្លួនឯងហើយឥឡូវហ្នឹងកូនទៅតែបានជិត3ឆ្នាំទេខ្ញុំអត់ដឹងថាថ្ងៃអនាគតទៅជាម៉េចខ្ញុំអត់ដឹងថានៅពេលដែលគាត់ឈានដល់វ័យ3ឆ្នាំកន្លះ4ឆ្នាំគាត់ម៉េចគាត់នៅរក្សាអញ្ចឹងបានអត់ហើយយើងជាពិសេសមិនកូនទេតើយើងនៅរក្សាភាពខំភាពចិត្តធ្ងន់នឹងបានយូរប៉ុណ្ណាខ្ញុំក៏អត់ទាន់ដឹងដែរបាទចាអញ្ចឹងបើសិនជាចង់និយាយបន្តិចថាអ្វីដែលធ្វើនេះគឺតើតែយើងជាឪពុកម្ដាយធ្វើឲ្យទៅជាទម្លាប់ហើយ keep ធ្វើរហូតយើងអត់អាចធ្វើរយៈពេលខ្លីហើយយើងភ្លេចព្រោះអារម្មណ៍របស់យើងក៏ឡើងចុះដូចគ្នាយើងក៏រវល់គ្រប់គ្នាអញ្ចឹងយើងក៏អត់អាច keep អានឹងបានដែរប៉ុន្តែបើកាលណាយើងkeep បានកាន់តែយូរវាកាន់តែល្អសម្រាប់កូនយើងហើយមួយវិញទៀតត្រូវប្រយ័ត្នគ្រប់អាកប្បកិរិយាទាំងអស់នៅពេលដែលយើងនៅជាមួយកូនមិនថាពេលជិះឡានមិនថានៅណាក៏ដោយឲ្យតែមានវត្តមានកូនយើងនៅចិត្តណាការនិយាយស្ដីសូម្បីតែយើងផ្លាត់ពាក្យនិយាយអាក្រក់ហ្នឹងណាឬក៏យើងជិះជាពិសេសពេលយើងជិះតាមផ្លូវអញ្ចឹងច្រើនតែមួម៉ៅទៅលើស្ទះចរាចរណ៍ទៅលើអ្នកមកដល់ជិះកាត់មុខកាត់អីអញ្ចឹងបើព្យាយាមទប់ឲ្យបានឲ្យដឹងថាយើងមិននៅម្នាក់ឯងទេកុំបញ្ចេញនៅអីដែលវាជា negative ឲ្យកូនយើងឃើញហ្នឹងឡើងហ្នឹងគឺល្អមែនតើហើយវាមិនមែនជាអីដែលធ្វើបានគ្រប់គ្នាទេអញ្ចឹងគាត់ថានៅពេលដែលយើងមានកូនមុននឹងសម្រេចចិត្តបញ្ចេញនៅគេហៅថាម៉េចអារម្មណ៍របស់យើងហ្នឹងឯងដូចជាការមួម៉ៅការអីហ្នឹងគឺត្រូវ reflect យើងត្រូវគិតថាកូននៅចិត្តយើងមានមនុស្សទូចមួយចាំកុបពីយើងគ្រប់បែបយ៉ាងកូននឹងរៀនពីយើងមិនរៀនពីយើងបរៀនទេណាកូននឹងរៀនពីមើលយើងផ្ទាល់តែម្ដងការធ្វើឲ្យឃើញហ្នឹងឯងបើយើងបរៀនណាបានផលយឺតជាងនៅអ្វីដែលយើងធ្វើឲ្យគាត់ឃើញជារៀងរាល់ថ្ងៃចាជាពិសេសកូនទូចចាប់លឿនណាស់ចាប់លឿនមែនតើនៅអីដែល negative ហ្នឹងអញ្ចឹងត្រូវប្រយ័ត្នចាអញ្ចឹងការដែលត្រូវធ្វើបែបទាំងអស់ហ្នឹងបានថាលុបបំបត្តិនៅការវាយយកមកវិញនៅរបៀបដាក់ទោសគាត់បែបដូចតែពួកខ្ញុំបានរៀបរាប់មិញអញ្ចឹងគឺគោលបំណងសំខាន់គឺយើងត្រូវតែមិនអាចបញ្ឈប់ការលូតលាស់របស់គាត់ទេព្រោះការលូតលាស់វាអត់លូតលាស់ទេបើស្អីយើងធ្វើឲ្យគាត់ភ័យធ្វើឲ្យគាត់ស្លុតអីហ្នឹងគាត់វាលែងសូវល្អអញ្ចឹងបានថាយើងត្រូវតែធ្វើឲ្យគាត់ grow ឲ្យអស់លូតលាស់ឲ្យអស់អ្វីដែលធ្វើបានគឺកុំបញ្ឈប់ហ្នឹងហើយតរងទៅតម្រង់គាត់ទៅហើយវិធីតម្រង់ដោយពួកខ្ញុំបានលើកឡើងមិញអញ្ចឹងគឺហ្នឹងហើយនិយាយស្ដីអូខេប្រើថនសំឡេងកុំវាយចាប់ដាក់វត្ថុអីចឹងទៅហ្នឹងហើយចាហ្នឹងហើយនេះក៏ជាហេតុផលមួយដែលធ្វើឲ្យពួកយើងបង្កើតនៅ podcast នេះឡើងផងដែរដើម្បីជាកម្លាំងចិត្តនិងជាការជំរុញឲ្យពួកយើងមិនឈប់ក្នុងការស្រាវជ្រាវវិធីសាស្ត្រចិញ្ចឹមកូនត្រឹមប៉ុណ្នេះហើយយើងនឹងស្រាវជ្រាវជាបន្តទៀតឥឡូវកូនយើងជិត3ឆ្នាំយើងសិក្សាពីខួរក្បាលកូន0 ដល់3ឆ្នាំអញ្ចឹងនៅពេលដែលកូនឡើង
ធំជាងនឹងទៀតគឺយើងនឹងសិក្សាថែមមួយទៀតហើយការសិក្សាហ្នឹងគឺវាអត់មានឈប់ទេចាអញ្ចឹងជាចុងក្រោយក៏បន្ទាប់ពីការ research ប្រធានបទពីការវាយកូននិងដាក់ទោសកូនពីនៅកំឡុងពេល0 ខែដល់3ឆ្នាំនេះយើងឃើញថាឪពុកម្ដាយដែលប៉ាកែគឺមិនមែនជាឪពុកម្ដាយដែលធ្វើឲ្យកូននឹងខ្លាចទេប៉ុន្តែជាឪពុកម្ដាយដែលធ្វើឲ្យកូនអាចត្រឡប់មករកបានគ្រប់ពេលវេលានៅពេលដែលគាត់ជួបឧបសគ្គនៅពេលដែលគាត់ដោះស្រាយបញ្ហាអីមួយអត់ដឹងថាទៅណាអត់ផ្ទាល់គាត់នៅតែគិតថាមានប៉ាម៉ាក់នៅពីក្រោយហើយអាចជជែកបានគ្រប់រឿងដោយមិនចាំបាច់ក្រែងចិត្តយើងហើយបងចាមកយើងសិស្សដែលចង់ខ្លាចជាឪពុកម្ដាយដែលកូននឹងរកយើងមកជាបង្អស់មិនថាគាត់ទទួលបានសុបាយឬក៏មិនសុបាយចាអូខេអរគុណអញ្ចឹង EP នេះចប់ប៉ុណ្ណឹងចុះសម្រាប់ម៉ាក់ប៉ាដែលកំពុងតែទស្សនាវិញមានវិធីសាស្ត្រមិនដែរនៅក្នុងការអប់រំកូនពីចន្លោះពី0 ខែដល់3ឆ្នាំនេះអាចជួយចែកម្លែកដល់ពួកយើងទាំងពីរអ្នកផងពួកយើងក៏ពោលត្រូវការពី3ឆ្នាំឡើងទៅទៀតអញ្ចឹងជួយហើយនឹងអ្នកមានកូនច្រើនទៀតបាទអូខេអញ្ចឹងកុំភ្លេចចុច like ហើយនឹង share វីដេអូនេះបន្តទៀតផងចាអរគុណច្រើនជួបគ្នានៅ EP ទីបន្តទៀតជំរាបលាបាយបាយ